ក្រសួងរៀបចំដែនដីចាប់ផ្ដើមចែកបានកម្មសិទ្ធិជូនអតិថិជនបុរីលេងនវត្រាដំណាក់កាលទី3ចំនួន2463បានក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានបើកវិធីប្រគល់បានកម្មសិទ្ធិដល់អតិថិជនបុរីលេងនវត្រាគម្រោងផ្លូវជាតិលេខ 6A និងច្រែ100ដំណាក់កាលទី3ចំនួន2463បាននៅព្រឹកថ្ងៃទី27ខែវិច្ឆិកានៅទីស្តីការក្រសួងក្រមអធិបតេយ្យភាពឯកឧត្តមសៃសំអល់ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឯកឧត្តមសៃសំអល់បានអំពាវនាវសូមអភ័យទោសចំពោះបញ្ហាដែលកើតឡើងកន្លងមកនិងបញ្ជាក់ថាក្រសួងកំពុងខិតខំដោះស្រាយឲ្យបានរហ័សនិងទូលំទូលាយដើម្បីធានាអតិថិជនទាំងអស់ទទួលបានកម្មសិទ្ធិពេញលេញលើផ្ទះនិងដីឡូតិ៍ឯកឧត្តមបានលើកឡើងថាក្រសួងតែងតែចង់ឃើញប្រជាពលរដ្ឋមានដំបូលជ្រកមានជីវភាពសុខសាន្តនិងមានចំណូលសម្រុងឯកឧត្តមបានផ្ដល់អនុសាសន៍ឲ្យអតិថិជនរស់នៅជាសហគមន៍ល្អដោយគិតគូរអំពីផ្លូវទឹកភ្លើងបរិស្ថានសុវត្ថិភាពនិងការដាំដើមឈើក្នុងទីកន្លែងរស់នៅក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុនបុរីនិងធនាគារដើម្បីធានាលំហូរសាច់ប្រាក់និងជួយឲ្យប្រជាពលរដ្ឋនឹងទទួលបានអត្រាការប្រាក់ទាបសម្រាប់បង់ថ្លៃផ្ទះនិងដីឡូតិ៍ការចែកបានកម្មសិទ្ធិនិងនីតិវិធីចុះបញ្ជីផ្ទេរត្រូវអនុវត្តរយៈពេល3ថ្ងៃពីថ្ងៃទី27ដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នៅក្រសួងរៀបចំដែនដីសម្រាប់អតិថិជនក្នុងតំបន់ច្រែ100និងអន្លង់ស្លែងស្រុកមុខកំពូលខេត្តកណ្ដាលក្នុងដំណាក់កាលទី3នេះអតិថិជនដែលបានបង់ប្រាក់គ្រប់ 100% អាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិក្នុងក្របខ័ណ្ឌច្បាប់ដោយភ្ជាប់នឹងកិច្ចសន្យាលក់ទិញច្បាប់ដើមវិក័យប័ត្របង់ប្រាក់ឬឯកសារភស្តុតាងបង់ប្រាក់និងឯកសារពាក់ព័ន្ធផ្សេងៗទៀតតាមតម្រូវការ